តោះសួស្តីអ្នកនរគ្នាវីដេអូនេះគឺខ្ញុំចង់បង្ហាញអំពី account ពីរប្រភេទដែលមិនអាចរកលុយបាននៅក្នុង Facebook account ទី1គឺ account add story ហើយ account ទី2គឺ account log profile ហើយ account ទាំងពីរនេះគឺ Facebook គឺមិនអាចឲ្យរកលុយបានទេនេះបងប្អូន account ទី1គឺ account log profile ដែលមានទម្រង់បែបនេះហើយ account ទី2គឺ account add story ដែលមានទម្រង់បែបនេះ account ពីរប្រភេទហ្នឹងគឺ Facebook មិនអាចឲ្យរកលុយបានទេអញ្ចឹងវិធីដោះស្រាយងាយៗក្នុងការដោះស្រាយ account ពីរប្រភេទនេះឲ្យទៅជា account ដែលអាចរកលុយបានតោះឥឡូវមើលវីដេអូទាំងអស់គ្នាតោះជាដំបូងបងប្អូនចូលក្នុង account profile មកបន្ទាប់មកចុចកន្លែង tray 3អូសចុះមកក្រោមយកពាក្យ setting and privacy បន្ទាប់មកចុចលើ setting បងប្អូនអូសចុះមកក្រោមរួចស្វែងរកពាក្យថា profile locking កន្លែងនេះឲ្យតែបងប្អូន lock profile ហើយបងប្អូនចុចលើពាក្យ unlock មកចុចលើ unlock your profile បាទតោះមកចុចលើ OK មក refresh ជាមួយវានឹងចេញ account ធម្មតាមកវិញជំហានទី2គឺដូរ account story ទៅជា account dashboard នេះបងប្អូនចុចកន្លែង professional mode ដោយសារ account នេះគឺខ្ញុំដូររួចហើយអញ្ចឹងវាចេញទម្រង់បែបហ្នឹងអញ្ចឹងខ្ញុំថយក្រោយទៀតចូល account របស់យើងមកនេះនៅពេលដែលយើងបំពេញរួចហើយវាឲ្យយើងទៅបំពេញ tool នៅក្នុង dashboard អញ្ចឹងខ្ញុំចុចមកចុច get start បន្ទាប់មកគេឲ្យយើងរើសបងយកមួយណាក៏បានតែសម្រាប់ខ្ញុំយក reach more people ឲ្យ update នេះមកដល់ត្រង់ចំណុចនេះដូចវីដេអូដែលខ្ញុំធ្វើពីមុនមកកន្លែងនេះវាមាន4ចំណុចទី1គេឲ្យយើងរកឲ្យបាន5 follower ទី2គេឲ្យយើងបង្កើត post បាន5 public ទី3យើងត្រូវតែ post ឲ្យបាន10 interaction ឲ្យមានសកម្មបាន10ហើយទី4គឺ 20 more view on your content ទទួលយ៉ាងហោចណាស់ក៏បាន20ឬក៏លើស20 view នៅលើ content របស់អ្នកហើយយើងចូលទៅមើល achievement យើងចូល go to weekly progress នេះក៏ឲ្យយើងបំពេញដូចគ្នាដែរអញ្ចឹងខ្ញុំ complete មួយហើយបំពេញបានមួយហើយនៅសល់3ចំណុចទៀតចេញមកវិញខ្ញុំ refresh មកគឺវាទាមទារ update your profile ទៀតចឹងយើង update ទៅចុចនិចទីមកសិនកន្លែងនោះសិនបងប្អូនចង់ដាក់ hobby ក៏បានស្រេចតែបងប្អូនតែខ្ញុំអត់ដាក់នេះខ្ញុំចុចនិចណា account របស់យើងគឺ gold គឺល្អហើយ log gold មកគឺរួចជាស្រេចតោះអញ្ចឹងវីដេអូរបស់ខ្ញុំមានតែប៉ុណ្ណឹងហើយសង្ឃឹមថាបងប្អូនអរគ្នាជួយចុច follow ណាមួយដើម្បីចែកដល់បងប្អូនយើងអស់ឲ្យបានដឹងនៅវិធីសាស្ត្របែបនេះបងប្អូនតោះអរគុណច្រើនបងប្អូន